នៅទីបំផុតស៊ូវីសាបានវិលមកឆាកតន្ត្រីសារជាថ្មីកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026ក្រោយនាងផ្អាកច្រៀងរាំជិត2ឆ្នាំតែដែលខាន់កាន់ក្បាលមីក្រូយូរពេកវីសាបានសារភាពថានាងមានអារម្មណ៍ភ័យព្រោះតែមិនដឹងថាត្រូវច្រៀងបទអីហេតុនេះហើយបានជានាងបើកដៃឲ្យ fan ទាំង live អាច comment សំណូមពរបទចម្រៀងនាងបានហើយនាងនឹងយកបទណាដែលមានមតិភាគច្រើនចង់ស្ដាប់ឡើងច្រៀងប៉ុន្តែវីសាមានលក្ខខណ្ឌមួយទៅអ្នកគាំទ្ររបស់ខ្លួនគឺបើនាងឡើងឆាកទៅមើលឃើញនាងនៅតែមានប្រលឹងគឺហាមបង្អាប់នាងព្រោះមុនឡើងឆាកនេះនាងបានប្រឹងសម្រកទម្ងន់នៅសល់55គីឡូប៉ុណ្ណោះតែគីឡូនាងកាលមិនទាន់មានប្តីនឹងកូនគឺត្រឹមតែ49.50គីឡូក្រាមវិសាថារូបរាងនាងមានការប្រែប្រួលក្រោយមានប្តីនឹងកូនហាក់បែកសាច់ជាងមុនបើទោះជាស្រកទម្ងន់ជាងនេះក្តីវិសាបានប្រមានដែរថាប្រសិនបើនៅតែមានអ្នកបង្អាប់នាងនោះនាងអាចប្រឈមនឹងការជំងឺបាក់ទឹកចិត្តនេះជាការថ្លែងរបស់វិសាមុននាងឡើងឆាកតន្ត្រីតែមួយថ្ងៃប៉ុណ្ណោះគួរបញ្ជាក់ថាស៊ូវីសាស្ទើរតែបោះបង់អាជីពចម្រៀងម្ដងទៅហើយដោយការពីខែកុម្ភៈឆ្នាំ2026ដែលនាងលើកយកហេតុផលថាមានបញ្ហាប្រឈម3ចំពោះអាជីពខ្លួនដែលមិនអាចឲ្យនាងប្រជែងទីផ្សារចម្រៀងតទៅទៀតបានគឺទី1លេងស្អាតទី2ចាស់ទី3អស់កម្លាំងចិត្តប៉ុន្តែជាង4ខែវិសាបានសំងំហាត់ប្រាណសំងំសម្រកទម្ងន់ឡើងវិញហើយធ្វើឲ្យនាងផ្លាស់ប្ដូរគំនិតហ៊ានជន់ឆាកតន្ត្រីសារជាថ្មីទាំងភ័យបពោះប៉ុន្តែគេសង្កេតឃើញថាការច្រៀងបទចាស់ៗល្បីៗរបស់ខ្លួនឡើងវិញដូចជាបទទូបងចិត្តអាក្រក់ក៏អូនស្រឡាញ់គេមិនស្រឡាញ់យើងទេនិងបទកុំជឿមនុស្សស្រវឹងគឺសម្លេងរបស់វិសានៅតែមិនប្រែប្រួលឬធ្លាក់ចុះឡើយទោះពេលចេញពីព្យាបាលរលាកបំពង់កកាលពីឆ្នាំ2023នាងត្រូវពេទ្យផ្ដាំឲ្យផ្ដាំទៀតថាដាច់ខាត់ហាមប្រើប្រាស់សម្លេងបើមិនចង់ឲ្យជំងឺនេះធ្ងន់លើដើមឬអាចឈានទៅខូចសម្លេងទាំងស្រុងក្តី